ពីងពូលមេឃុំសំប្រូចទទួលរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថាបានយកគ្រឿងចាក់ទៅកាយដីស្រែរបស់គាត់យកឯកដីលក់លោកពីងពូលមេឃុំសំប្រូចនាពេលបច្ចុប្បន្ននេះកំពុងទទួលរងនៅការចោទប្រកាន់ពីសំណាក់លោកម៉ុនមីនដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដូនល្អឃុំសំប្រូចស្រុកស្ទូងខេត្តកំពង់ធំថាលោកពីងពូលក្នុងនាមជាមេឃុំបានយកគ្រឿងចាក់ទៅលួចកាយដីស្រែរបស់គាត់យកឯកដីទៅលក់ឲ្យអ្នកដទៃហើយឆ្លើយថាជាការស្ដារត្រពាំងសាធារណៈទៅវិញលោកម៉ុនមីនដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំស្រុកខាងលើរៀបរាប់ឲ្យដឹងថាដីស្រែរបស់គាត់គឺបានទិញជាយូរឆ្នាំណាស់មកហើយលោកមេឃុំក៏បានចុះហត្ថលេខានិងបានបោះត្រាទទួលស្គាល់ចំពោះការផ្ទេរកម្មសិទ្ធិនោះដែរចុះហេតុអ្វីបានជាលោកមេឃុំហ៊ានយកគ្រឿងចាក់ទៅកាយដីស្រែរបស់គាត់ហើយឆ្លើយថាជាការស្ដារត្រពាំងយកឯកដីធ្វើផ្លូវទៅវិញលោកម៉ុនមីនក៏បានបន្ថែមទៀតថាយ៉ាងដូចម្ដេចដែលហៅថាថ្លុកក្របីមានទំហំប៉ុណ្ណាហើយយ៉ាងណាដូចម្ដេចដែលហៅថាត្រពាំងរួមនោះតើមានទំហំប៉ុណ្ណានៅក្នុងប្លង់ដីដែលកំណត់ដោយច្បាប់របស់រដ្ឋនោះតែលោកមេឃុំពីងពូលសំអាងលើហេតុផលអ្វីបានជាហ៊ានបំពានមកលើប្រជាពលរដ្ឋលោតត្រង់យ៉ាងដូចនេះហើយបានឆ្លើយថាជាសម្បត្តិរបស់រដ្ឋទៅវិញតែទន្ទឹមនឹងការចោទប្រកាន់របស់លោកម៉ុនមីននៅលើលោកពីងពូលដែលជាមេឃុំសំប្រូចនោះក៏មានក្រុមប្រឹក្សាឃុំជាច្រើនរូបនិងប្រជាពលរដ្ឋជាច្រើនគ្រួសារក៏ចូលរួមនិងបានផ្ដល់ជាមតិយោបល់ដូចគ្នាថាដីត្រពាំងនោះគឺជាដីត្រពាំងរបស់សាធារណៈហើយការដែលលោកមេឃុំបានស្ដារត្រពាំងនោះទៀតគឺដើម្បីទុកជាសម្បត្តិរួមសម្រាប់ប្រើប្រាស់ទាំងអស់គ្នានោះទេហើយចំពោះឯកដីវិញនោះគឺដឹកយកទៅចាក់កសាងផ្លូវនោះដែរគឺទុកសម្រាប់ប្រើជាផលប្រយោជន៍រួមតែប៉ុណ្ណោះលោកសៅយេតប្រធានការិយាល័យសុរិយាដីស្រុកស្ទូងបានលើកឡើងថាចំណុចដីត្រពាំងដែលកំពុងតែមានទំនាស់នេះគឺត្រូវបានចុចនិងកាត់ជ្រៀលទុកជាសម្បត្តិរបស់រដ្ឋរួចអស់ហើយលោកសាយកំឡំអភិបាលស្រុកស្ទូងបានឆ្លើយយ៉ាងខ្លីប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាត្រពាំងនេះគឺជាដីរបស់រដ្ឋអត្ថបទដោយលោកសំនៀងគេហទំព័រប្រមាញ់ជីដែន